រឿងរបស់ញ៉ាំមួយទោះបីជាគេលេងបី trend ក៏ដោយគេខ្ញុំនៅតែមកធ្វើអត់ឲ្យរំលងហើយឥឡូវនេះចាប់ផ្ដើមចូលដល់ខែក្តៅទៀតនិយាយពីឃ្លានហ្មងអារឿងរបស់ហាដូចលះហាអីហ្នឹងហើយក៏នឹកឃើញមកធ្វើងាវហាសាកមើលហើយថ្ងៃនេះគឺខ្ញុំធ្វើងាវហាអំបិលម្ទេសសម្រាប់វិធីធ្វើគឺងាយស្រួលមែនតើតែគ្រាន់តែថារៀងចុះលុយដែរពូកន្លះគីឡូអស់10000ជាងអញ្ចឹងណាហើយញ៉ាំបានតែបន្តិចញ៉ាំអត់ឆ្អែតអត់ដូចលីហាលទិញតែ10000មកក៏ញ៉ាំបានឡើងពី2នាក់ហើយញ៉ាំឡើងឆ្អែតនៅនេះវិញមិនអ្នកឯងអត់ស្គៀបទេបើពីរបៀបធ្វើវិញគឺងាយស្រួលខ្លាំងមែនតើដំបូងយើងយកងាវមកលាងសម្អាតឲ្យស្អាតហើយខ្ញុំកាត់កោសលក្រីបង់ដាំទឹកវាឲ្យពុះហើយបន្ទាប់មកខ្ញុំលួចបង់អំបិលចូលបន្តិចដើម្បីឲ្យសាច់ងាវយើងពេលញ៉ាំទៅមានជាតិប្រៃតិចតិចហើយខ្ញុំចាប់ដើមចាក់ងាវចូលស្រស់យកហ្មងពេលគ្រាន់ចាក់ងាវចូលភ្លាមគឺខ្ញុំបិទភ្លើងភ្លាមហើយងាវនោះគឺខ្ញុំចូល5ទៅ6វិនាទីហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមស្រង់យកមកមើលថាតើវាឆ្អិនប្រព័ន្ធដែលខ្ញុំចង់បាននៅព្រោះខ្ញុំអត់សូវចេះញ៉ាំងាវដែលនៅឈាមខ្លាំងឬក៏ឈាមតិចតិចទេគឺខ្ញុំចូលចិត្តប៉ុនមកវីដេអូនេះមកឆ្អិនរបៀបថាវាអត់ដល់ស្វិតសាច់វាចាក់វាចេញហើយទុកវាឲ្យត្រជាក់បន្ទាប់មកគឺខ្ញុំចាប់ផ្ដើមទៅលាយគ្រឿងផ្សំដែលយើងយកមកប្រឡាក់ឲ្យដើម្បីហាលគ្រឿងផ្សំរបស់យើងគឺមានខ្ទឹមមានម្ទេសសម្រាប់ខ្ទឹមម្ទេសគឺយកកិនចូលគ្នាបែបនេះឲ្យម៉ត់ហើយសម្រាប់ខ្ទឹមម្ទេសនោះបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តចង់ហឹរតិចហឹរខ្លាំងខ្ទឹមតិចខ្ទឹមច្រើនដាក់តាមចំណង់ចំណូលចិត្តបានបន្ទាប់មកយកងាវដែលយើងបានស្រស់ទៅឲ្យត្រជាក់ហ្នឹងយកមកលាយជាមួយនឹងគ្រឿងដែលយើងបានកិនមិញហើយកូរច្បល់វាឲ្យសប់សាច់ចូលគ្នាឲ្យអាខ្ទឹមហើយជាមួយនឹងម្ទេសហ្នឹងគឺចាប់គ្នាជាមួយនឹងងាវអាចប្រើរូបមន្តបនឌីបានគេយកដៃច្បាច់ចឹងមកប៉ុន្តែត្រូវពាក់ស្រោមដៃផងព្រោះបើពាក់ស្រោមដៃទេមួយថ្ងៃវាស់ល្ងាចហ្នឹងគឺក្តៅកាហាយឲ្យលួយដៃហ្មងចាហើយខ្ញុំសរសើរណាឌីអីគឺគាត់អត់ដែរពាក់ស្រោមដៃតែអត់ក្តៅខ្ញុំអូយគ្រាន់តែខ្ទាតប៉ះបន្តិចវិញគឺក្តៅមួយថ្ងៃហ្មងបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងអំបិលម៉ត់ហ្នឹងគឺខ្ញុំដាក់តាមបន្តិចសិនទេហើយបន្ទាប់មកគឺខ្ញុំកូរច្បាច់ធ្វើមិនឲ្យខ្ទឹមម្ទេសហើយជាមួយនឹងអំបិលហ្នឹងគឺវាចូលគ្នាហើយវាចាប់ជាមួយងាវនឹងដែរបន្ទាប់មកគឺខ្ញុំថែមជាមួយនឹងម្សៅស៊ុបមាន់ហ្នឹងគឺអត់ដាក់អត់បានទេអាហ្នឹងគឺឈ្ងុយក្លិនសាហាវហ្មងគឺគ្រាន់តែពេលលីប៉ុណ្ណឹងគឺហ៊ានទឹកមាត់មកបដៅមកវាក្លិនឈ្ងុយខ្លាំងហ្មងអាខ្ទឹមជាមួយនឹងអាម្សៅស៊ុបមាន់ហ្នឹងគឺដូចមិនទេវាត្រូវគ្នាសាហាវប្រៃផ្សៃហ្មងគ្រឿងផ្សំអំបិលអីហ្នឹងគឺខ្ញុំដាក់តាមបន្តិចដូចក្នុងវីដេអូអញ្ចឹងតែសារងាវហ្នឹងពេលដែលខ្ញុំស្រោចដូចខ្ញុំបានបង់អំបិលចូលហើយគឺសាច់ងាវយើងវាប្រៃហើយតែប៉ុណ្ណេះងាវរបស់យើងគឺរួចរាល់ហើយអាចយកទៅដាក់ហាលបានចុះសម្រាប់ការដែលហាលហ្នឹងបងប្អូនហាល1ម៉ោង2ម៉ោង3ម៉ោងក៏បានដែរធ្វើមិនឲ្យតែខ្ទឹមហើយជាមួយនឹងម្ទេសហ្នឹងវាក្រៀមស្ងួតល្អគឺអាចញ៉ាំបានដែរតែប៉ិតគ្រាន់តែលាយឲ្យប្រពន្ធនេះគឺញ៉ាំបានទេព្រោះអីងាវយើងស្រស់ហើយគ្រាន់តែថាបើយើងបានហាលទឹមម្ទេសអីនឹងឲ្យវាស្ងួតក្រៀមជាប់ជាមួយនឹងសបកងាវទៀតពេលញ៉ាំទៅគឺកាន់តែឆ្ងាញ់ហ្មងហើយមួយទៀតបើសិនជាបងប្អូនអ្នកដែលចង់ញ៉ាំមានជាតិផ្អែមបងប្អូនអាចដាក់ស្ករបានដោយសារតែខ្ញុំអត់ចង់ញ៉ាំមានជាតិផ្អែមខ្ញុំចង់ញ៉ាំអំបិលម្ទេសប្រៃតិចចឹងគឺឆ្ងាញ់មកហើយពេលដែលយើងដាក់ងាវហាហ្នឹងអាខ្ទឹមម្ទេសដែលនៅសល់ហ្នឹងដាក់រយពីលើមកអាហ្នឹងពេលហាស្ងួតទៅគឺឆ្ងាញ់សាហាវហ្មងខ្ញុំយកទៅដាក់ហាលហ្នឹងគឺខ្ញុំបន្ថែមជាមួយនឹងម្សៅស៊ុបមាន់រយពីលើទៀតដើម្បីឲ្យវាមានសពលភាពហើយកាន់តែឈ្ងុយកាន់តែឆ្ងាញ់ពេលដែលហាហ្នឹងអ្នកនរគ្នាថ្ងៃក្តៅល្អមែនតើហើយអាថាសដែលយើងហាហ្នឹងអាលុយមីយ៉ូមទៀតដល់ចុងក្តៅពីលើក្តៅពីក្រោមមកគឺបានតាម1ម៉ោងងាយគឺអូយធំអត់បានទេវាក្លិនឈ្ងុយពេកអស់ឡងវាថាវាស្ងួតដែរប៉ុន្តែអត់ទៅស្ងួតខ្លាំងល្អចាញ់ត្រឹមអត់បានទេចេញហែកចូលហែកចេញហែកចូលហែកអូមើលទៅមិនបានទេមិនចាំដល់ឲ្យស្ងួតខ្លាំងឯងគឺបកយកញ៉ាំមកឲ្យបើបានញ៉ាំមួយបាយកកទៀតជាតិសាហាវហ្មងចាមកថាសហ្នឹងគឺម្នាក់ឯងដាច់ប៉ាត់